រដ្ឋបាលខេត្តបាត់ដំបងបានត្រៀមលក្ខណៈរួចជាស្រេចហើយដើម្បីរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ2026ដែលនឹងចាប់ផ្ដើមនៅចុងសប្តាហ៍នេះជាក់ស្ដែងក្រុមការងារបានរៀបចំរួចរាល់ហើយនៅខ្លងទ្វារព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើការហាត់ហ្វមក្បួនរមាក់ដង្ហែផល្លានុផលទាំង14ក្រុងស្រុកនិងការត្រៀមសកម្មភាពកំសាន្តសប្បាយជាច្រើនផ្សេងទៀតដែលនឹងត្រូវលើកយកមកបង្ហាញជូននៅក្នុងព្រឹត្តិការណ៍ឯកឧត្តមហ្វឹកលូអភិបាលលេខគណៈភិបាលខេត្តបាត់ដំបងបានបង្ហាញក្តីរំពឹងថានឹងមានបងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលរួមយ៉ាងច្រើនកកកក្នុងព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ2026ឯកឧត្តមថ្លែងឲ្យដឹងបន្តថាម្ចាស់ចម្ការនិងក្រុមអ្នកផលិតផលក្នុងស្រុកជាច្រើនមានការចាប់អារម្មណ៍ខ្លាំងនិងបានចុះឈ្មោះជាបន្តបន្ទាប់ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ2026នេះទីមួយខ្ញុំសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋយើងនឹងគាំទ្រច្រើនបាទនឹងមានសន្ទុះគាំទ្រច្រើនហើយបងប្អូនអ្នកផលិតក៏បងប្អូនបានចុះឈ្មោះហើយច្រើនណាស់ដើម្បីកាត់យកផ្លែឈើគាត់មកតាំងក្នុងព្រឹត្តិការណ៍នេះមកលក់ក្នុងព្រឹត្តិការណ៍នេះបាទហើយឆ្នាំនេះយើងរៀបចំរយៈពេល10ថ្ងៃដើម្បីបងប្អូនមានឱកាសដើម្បីលក់ផ្លែឈើដែលជារបស់អ្នកបាត់ដំបងពិតប្រាកដអ្នកដែលមកចង់ពិសាអ្នកដែលមកចង់ទិញយកទៅផ្ទះគឺអាចមកទិញបានក្នុងព្រឹត្តិការណ៍នេះគឺផ្លែឈើរបស់អ្នកបាត់ដំបងពិតប្រាកដអានេះគឺយើងធានាកន្លែងនឹងមួយហើយបងប្អូនចូលរួមច្រើនយើងក្រៅយើងប្រកាសវេប្រជុំនេះគឺបងប្អូនចាប់ដើមសួរនាំអំពីធ្វើម៉េចដើម្បីមកលក់កន្លែងនឹងអីមានចការណាជាបន្តទៅយើងចុះឈ្មោះតាមរយៈមន្ទីរកសិកម្មគឺអង្គភាពចកចេញចូលទៅមួយគឺបងប្អូនមានចការចុះឈ្មោះជាបន្តគឺចាច្រើនចាំដឹងបាទសូមជម្រាបថារដ្ឋបាលខេត្តបាត់ដំបងនឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ2026ដើម្បីលើកកម្ពស់វិស័យកសិកម្មជំរុញការផ្សព្វផ្សាយផ្លែឈើដែលមានគុណភាពរបស់ខេត្តបាត់ដំបងបង្កើនទីផ្សារសម្រាប់កសិករនិងជំរុញវិស័យទេសចរណ៍សេដ្ឋកិច្ចនិងវប្បធម៌ក្នុងខេត្តព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅរយៈពេលចំនួន10ថ្ងៃចាប់ពីថ្ងៃទី10ដល់ថ្ងៃទី19ខែកក្កដាឆ្នាំ2026នៅបរិវេណខាងក្នុងនិងខាងមុខអគារសារមន្ទីរប្រវត្តិសាស្ត្រខេត្តឯកឧត្តមហ្វឹកលូគូបញ្ជាក់ថាគោលបំណងនៃការរៀបចំព្រឹត្តិការណ៍ផ្លែឈើគឺដើម្បីចង់បង្ហាញឲ្យប្រជាពលរដ្ឋចាប់អារម្មណ៍មកលើផ្លែឈើបាត់ដំបងបង្កលក្ខណៈឲ្យបងប្អូនប្រជាកសិករជាអ្នកដាំដំណាំផ្លែឈើនៅក្នុងខេត្តបាននាំយកផលិតផលរបស់ខ្លួនមកតាំងលក់ជូនដល់ប្រជាពលរដ្ឋភ្ញៀវទេសចរជាតិនិងអន្តរជាតិឲ្យបានភ្លក់រសជាតិដ៏ឆ្ងាញ់នៃផ្លែឈើដែលដាំដុះដោយកសិករក្នុងស្រុកនិងទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តបាត់ដំបងឯកឧត្តមថ្លែងឲ្យដឹងបន្ថែមថាក្នុងព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ2026នឹងមានសកម្មភាពសំខាន់ជាច្រើនរួមមានពិព័រណ៍និងលក់ផ្លែឈើប្រចាំខេត្តបាត់ដំបងក្បួនដង្ហែផ្លែឈើតំណាងក្រុងស្រុកទាំង14បុហ្វេទុរេននិងការភ្លក់រសជាតិផ្លែឈើបាត់ដំបងការតាំងបង្ហាញផលិតផលកសិកម្មនិងផលិតផលក្នុងស្រុកកម្មវិធីសិល្បៈវប្បធម៌និងការប្រគំតន្ត្រីការប្រកួតប្រជែងនិងសកម្មភាពកម្សាន្តផ្សេងៗកម្មវិធីបុហ្វេទុរេននឹងត្រូវធ្វើឡើងត្រឹមតែរយៈពេល3ថ្ងៃប៉ុណ្ណោះពលគឺចាប់ពីថ្ងៃទី10ដល់ថ្ងៃទី12ខែកក្កដាឆ្នាំ2026ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋមានឱកាសទទួលទានទុរេនដែលមានឲ្យជារសផ្អែមឆ្ងាញ់ជាទុរេនមានប្រភពច្បាស់លាស់មកពីចម្ការរបស់អ្នកបាត់ដំបងផ្ទាល់ 100% ព្រមទាំងផ្លែឈើជាច្រើនមុខទៀតផងដែររដ្ឋបាលខេត្តបាត់ដំបងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរជាតិនិងអន្តរជាតិអញ្ជើញចូលរួមទស្សនានិងគាំទ្រព្រឹត្តិការណ៍នេះឲ្យបានច្រើនកកព្រមទាំងសូមចូលរួមថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់អនាម័យនិងបរិស្ថានដើម្បីឲ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយជោគជ័យ